នៅពេលណាដែលយើងឈប់ដេញតាមស្វែងរកសូមសុខអំពីអ្នកដទៃឈប់ប្រជែងនឹងអ្នកណារឿងសម្បត្តិលោកីនៅពេលនោះស្រាប់តែឃើញសេចក្តីសុខនៅក្នុងជីវិតរបស់យើងហើយស្រេចគឺសេចក្តីសុខដោយដួងចិត្តយើងប្រះចាកតណ្ហានឹងឯងស្រឡាញ់ស្អប់កប់ទាស់កំណាញ់ច្រណែនប្រច័ណ្ឌអ្នកណាក៏គេចេះដែរទាំងឆាប់ទាំងខ្លាំងសំបីពួកសត្វដេរិឆានមនុស្សល្អត្រូវវឹកហាត់ត្រូវដឹងបរមត្តតាមពិតត្រូវដឹងបាបគួរវាបុណ្យគួរចម្រើនមានតែខំអប់រំទេទើបអាចជាមនុស្សប្រសើរទៅបានមនុស្សយើងជាប់ដោយគំនិតគិតឲ្យខ្លួនឯងកាត់ទុកដូចសត្វគៀបជាប់កនិងប្រគៀបឈើឬខ្លួនមិនរួចដូច្នោះឯងបើយើងពិតជាស្រឡាញ់ខ្លួនមែនត្រូវកុំចេះតែគិតឲ្យខ្លួនឯងកាត់ទុកការប្រកាន់ចំពោះអ្វីណាអ្វីនោះឯងក៏ប្រកាសជាទោសគឺជាអារម្មណ៍ដែលនាំឲ្យកាត់ទុកក្តៅក្រហាយព្រោះចាប់ក្តៅក្តាប់ហួងហែងនឹងឯងការមិនជាប់ជំពាក់មិនចង់មានចង់បានមិនចង់ធ្វើជាម្ចាស់ចំពោះអ្វីណាទើបអ្វីនោះឲ្យយើងរស់នៅមានសេចក្តីសុខគឺស្ងប់នៅសេចក្តីទុក្ខក្តៅក្រហាយទៅបានមិនមានអ្វីដែលល្អទាំងព្រមសម្រាប់យើងក្រៅអំពីចិត្តដែលយើងព្រមល្អនោះឡើយរឿងក្នុងលោកបើយើងចូលទៅឲ្យជាប់ជំពាក់មានតែជំពាក់វវិនឡើងរវល់ហើយខ្វល់ចិត្តទៀតព្រោះកិលេសរបស់យើងខ្លួនឯងវារឹតតែរីកធំឡើងដំណោះស្រាយដោយសតិបច្ច័យនៃសតិគឺសិក្សាព្រះធម៌ឲ្យយល់ដល់ហេតុផលបរមត្តអ្វីកើតមានអ្វីកន្លងទៅគឺហាមមិនបានឡើយជីវិតប្រសើរដើរផ្លូវកណ្ដាលគឺឧបេក្ខាវិបស្សនាវិបស្សនូបេក្ខាសត្វលោកកប់ទាស់តែខ្លួនឯងកាត់ទុកសោកសៅក៏តែខ្លួនឯងដែរមានតែការមិនប្រកាន់ថាអញរបស់អញប៉ុណ្ណោះទើបបានស្ងប់ចិត្ត